សួស្តីអ្នកគ្នាជួបគ្នាមួយខ្ញុំដងទៀតហើយAyano Koji ហើយមកថ្ងៃហ្នឹងខ្ញុំរៀងប្លែកតិចដែលសារតែអត់បានមកលេង Garden Horizon ដូចម្ដងទេតែថ្ងៃហ្នឹងខ្ញុំមកធ្វើវីដេអូ review ពីហ្គេមចំនួន3ដែលខ្ញុំចូលចិត្តលេងឲ្យអ្នកគ្នាបានមើលហើយនេះគឺជា account មួយទៀតរបស់ខ្ញុំដើម្បីមិនឲ្យខាតពេលវេលាយូរតោះយើងចូលទៅកាន់ហ្គេមរបស់យើងអ្នកគ្នាចូលមកដល់វគ្គទី1គឺជាវគ្គ Aura Farm អីគេនេះខ្ញុំអត់ចេះអានទេអ្នកគ្នាចេះអានមើលខ្លួនឯងទៅហើយវគ្គណាមានលេខចំនួន 1800 ជាងអ្នកដែរចឹងហើយយើងចូលទៅកាន់ហ្គេមហ្នឹងមកទៅសម្រាប់វគ្គមួយហ្នឹងគេតម្រូវឲ្យយើងទៅដើរប្រមូលអបឡាគេយកមកដាក់ក្នុងផ្ទះរបស់យើងដើម្បីបើក random យកសត្វហើយសត្វនៅក្នុងហ្នឹងគឺវាមាន skill ពិសេសហើយយើងអាចខ្ចី skill ពីសត្វអស់ហ្នឹងយកមកប្រើបានហើយយើងអាចប្រើ skill អស់ហ្នឹងដើម្បីយកមកការពារផ្ទះរបស់យើងកុំឲ្យគេចូលមកលូតសត្វរបស់យើងបានក៏ដូចជាប្រើ skill អស់ហ្នឹងដើម្បីយកទៅដើរវាយគេលេងបានហើយក៏អាចប្រើវាយកទៅដើរដណ្ដើមអបពីគេបានដែរហើយសម្រាប់សត្វនៅក្នុងវគ្គហ្នឹងគឺមានសត្វច្រើនដែរឲ្យយើងលេងហើយក៏មាន skill ខ្លាំងៗដែរតែអាសាខ្ញុំលេងអត់បានច្រើនទេផងហើយសត្វក៏អត់មានច្រើនដែរហើយសម្រាប់អ្នកគ្នាដែលចង់ចូលលេងអាចមើលឈ្មោះខ្ញុំដាក់នៅលើឲ្យមើលបានហើយនឹងចង់ចូលលេងមួយខ្ញុំអីអាច comment នៅក្នុងវីដេអូរបស់ខ្ញុំបានដើម្បីចូលលេងមួយខ្ញុំហើយបើសិនអ្នកគ្នាមើលបានធំនេះហើយកុំភ្លេចចុច like និង subscribe ខ្ញុំអ្នកមួយផងដើម្បីខ្ញុំធ្វើវីដេអូតទៀតឲ្យអ្នកគ្នាបានមើលហើយបើអ្នកគ្នាចុចរួចហើយតោះយើងចូលទៅកាន់ហ្គេមរបស់យើងតទៀតសម្រាប់ហ្គេមប្រភេទចឹងខ្ញុំអត់សូវបានជាលេងកង់អីទេខ្ញុំគ្រាន់តែយកវាមកលេងដល់អារម្មណ៍ពេលខ្ញុំ stress ឬក៏ smoke ច្រើនខ្ញុំបានលេងវាម្ដងកាលអបសាច់ថ្មីហ្នឹងទៅអ្នកចាំមើលថាបានសត្វអីគេហើយយើងបានសត្វថ្មីហើយសត្វនេះដោយសត្វកាមម៉ាមួយទេឥឡូវយើងខ្ចី skill វាយកទៅប្រើសិនបន្ទាប់ពីយើងខ្ចី skill វាហើយយើងយកដល់ពេលត្រូវទៅដើរវាយគេហើយ skill ដូចជា skill ខែការពារពេលកុំឲ្យគេវាយយើងកើតឥឡូវយើងហៅមើលគោលដៅដែលយើងត្រូវវាយសិនហើយឥឡូវនេះឃើញគោលដៅយើងត្រូវវាយហើយចង់ដើរវាយយកមកទៅអត់ទៅណានោះវាយស្អីជួយមក skill ជើងនេះដាក់នេះតដៃគ្មានរួចទេដាក់ទៅគឺតដៃរបស់ខែមួយយើងនេះមកដបខ្ទេចមកដបខ្ទេចមកកំណត់សំផាយឥឡូវយើងដើររើសអបរបស់យើងតទៀត
ឥឡូវយើងទៅបើកប្រអប់យើងមើលសិនជាមួយសត្វអីគេមានសត្វកំហងសត្វកោផងមកបានសត្វដដែលវីដេអូយើងតាមចប់តែវគ្គហ្នឹងគឺចប់តាមនេះហើយវគ្គហ្នឹងគឺខ្ញុំរ៉េតឲ្យខ្ញុំ1លើ10ព្រោះខ្ញុំចូលចិត្តឥឡូវយើងចូលមកវគ្គតបរបស់យើងវគ្គតបរបស់យើងគឺជាវគ្គលេងវេទមន្តហើយចង់ដឹងថាវគ្គហ្នឹងមិនញ៉ាំឲ្យចូលមើលមួយមកអូខេគ្នាយើងឥឡូវចូលមកដល់ក្នុងហ្គេមហ្នឹងហើយខ្ញុំបានលេងហ្គេមហ្នឹងបានខ្លះហើយវាមាន magic មួយចំនួនដែលខ្ញុំចេះលេងហើយនេះឡើង unlock ទៅវគ្គបន្តទៀតតែខ្ញុំអត់ទាន់ unlock បានទេព្រោះអីលុយអត់ទាន់គ្រប់ហើយឥឡូវខ្ញុំមកហៅរបស់ដែលគេទៅការខ្ញុំដើម្បីចូលទៅ unlock នៅទឹកដីទី3ទឹកឯនោះតែនៅមានមួយជីផ្សេងៗទៀតដែលដូចនេះមួយអខំទៀតខ្ញុំលេងតំបន់ទាំងបានមួយជីឯនោះសោះក៏តែលេងតិចដឹងហើយបើអ្នកគ្នាកាន់តែចង់ដឹងអ្នកគ្នាសាក់ចូលមកទៅសាក់ចូលលេងអត់ដឹងហើយវគ្គហ្នឹងសប្បាយយ៉ាងថាមួយជីក្នុងវគ្គហ្នឹងវាលយតែតោះមួយថាមួយជីក៏វាយើងអត់ចូលទៅវាយមេវាយអីទេគឺយើងយកមកវាយដីបើយកទៅវាយមេវាយអីដឹងតែលយមកបើអាច VP បានទៀតដល់តែអែមឥឡូវខ្ញុំមកបន្តរករបស់គេត្រូវការទៀតសិនគេត្រូវការតែជាសាទ2មេត្រហើយនឹងអាដីសាច់នៅលើនេះនិយាយធ្លាក់មកខំនេះណាតើអាដីសាច់នៅលើយកបានខំយកបានហើយបន្ទាប់ពីខ្ញុំមកប្រមូលដីសាច់រួចហើយខ្ញុំធ្វើការទៅវិញសិនឥឡូវហ្នឹងយើងមកធ្វើការបើកដុំបានដើម្បីយកមកជីកអន្ទះដើម្បីទៅunlockនៅទឹកដីថ្មីហើយខ្ញុំធ្វើការ skip កន្លែងនឹងចោលសិនព្រោះខ្ញុំចង់ឲ្យ reviewហើយបន្ទាប់ពីយើងបានរួចអស់ហើយខ្ញុំក៏ធ្វើការតដំណើរទៅកន្លែងទឹកដីទី3នោះកន្លែងទឹកដីទី3នេះមើលទៅលយមែនទេព្រោះយើងគឺស្នាមមានអីណាហើយមានដៅចុះខំប៉ុណ្ណឹងអត់ដឹងថាម៉ែហ្នឹងវាខំដៅចាស់ស្រាប់ឬក៏ដៅនេះមកពីណាជីកយើងមកពីណាជីកវិញមកជីកខ្ញុំហាក់ខ្លាំងហើយមិនធ្វើឲ្យខំណាស់នេះព្រោះខ្ញុំបាញ់អត់ដឹងទៅបាញ់ចង់បែកបន្ទាប់ពីយើងបានដីម្ដងហើយយើងធ្វើការទៅវិញដើម្បីយកវាទៅលក់ហើយដើម្បីទិញសមាជិកថ្មីទៀតអត់តដឹងថាវាតម្លៃម៉ាននេះអូថ្លៃឡើង 3,500 ហើយដោយសារតែចឹងហើយវីដេអូរបស់យើងក្នុងហ្គេមទី2គឺចប់តាមហ្នឹងហើយសម្រាប់ Red King គឺខ្ញុំឲ្យ7លើ10ហើយហ្គេមហ្នឹងសប្បាយសម្រាប់ខ្ញុំតែវាមានចំណុចខ្វះខាតមួយចំនួនដែលខ្ញុំអត់សូវចូលចិត្តវាហើយបើអ្នកគ្នាចង់ចូលលេងអាចចូលលេងតាមឈ្មោះដែលខ្ញុំដាក់នៅខាងលើហ្នឹងបានហើយឥឡូវវគ្គមួយហ្នឹងគឺចប់តាមហ្នឹងហើយយើងចូលទៅវគ្គតទៀតហើយវគ្គហ្នឹងមានឈ្មោះនៅខាងលើបើអ្នកចង់ចូលលេងអ្នកអាចចូលលេងតាមហ្នឹងបានហើយសម្រាប់វគ្គមួយហ្នឹងខ្ញុំអត់បានចូលលេងទេចឹងហើយក៏អត់ដឹងថាវគ្គហ្នឹងវាមិនដែរហើយវាទៅចែកទេសម្រាប់វគ្គមួយហ្នឹងហើយខ្ញុំមើលឃើញតំណងក៏ស្នាក់ចង់មកលេងគ្នាមើលបងទៅចូលមកដល់ក្នុងហ្គេមដំបូងគេឲ្យ hero មួយចឹងចំនួន3នាក់ឲ្យមាននៅ fighter មួយតបអ្នកកាន់ព្រួយហើយអ្នកកាន់ magic ហើយមានមេដបង magic មួយនៅមេចុងចប់ឥឡូវយើងចូលទៅដល់ហ្គេមមកទៅគេឲ្យយើងវាយជាមួយនឹង slime
ចឹងយើងចូលទៅវាបន្តទៀតហើយចូលមកដល់កន្លែងហ្នឹងភ្លាមយើងឃើញឆេះផ្លែក៏រត់មកបើហើយក៏ស្លែមនោះចេញមកហើយឥឡូវហ្នឹងយើងវាយចូលដល់មេវគ្គបញ្ចប់ហើយមេនឹងកាន់ដបងមេជីតំណងគាត់បានហើយចាំមើលមេមួយនឹងខ្លាំងអត់ហើយយើងអាចវាយឈ្នះវាអត់មេនឹងអាចសមុំនៅតបស្លែមមកវាយបានទៀតវាយមេតបកាន់ដៅយ៉ាងអ៊ីងវិញឥឡូវនេះយើងវាយមេងមកវិញនៅសល់តែកូនចាស្លែមកចោលចាពីក្បាលទៅនេះយើងវាយវិញមកវិញឥឡូវឈ្នះហើយយើងចូលមកលុបប៊ីគេវិញសិនមកដើម្បីមកមើលថានៅក្នុងលុបប៊ីមានអីគេខ្លះយើងឡើងមក level 2 ហើយខ្ញុំមានពណ៌មួយក្លែមរបស់សិនមានពណ៌មួយព្រះយីគាត់មកដែរគេមើល graphic អង្អែលនេះយើងបន្ទាប់ពីហ្នឹងយើងដើរមើលជុំវិញនឹងមកជុំសិនមកថាម្ដងហ្នឹងវាមានអីខ្លះចូលមានកន្លែង PP យើងលេង PP មួយស្មើទៀតអូខេកន្លែងនេះដូចជាមានអីឲ្យយើងត្រូវធ្វើទៅចឹងយើងទៅវិញដើម្បីចូលទៅលេងមួយវគ្គទៀតដូចមានកន្លែងសមុននេះសាច់ចេកសមុនមើលអូកន្លែងសមុននេះចាសាច់សមុនហេរ៉ូមួយបានហេរ៉ូឲ្យគេជិះមើលចុងមែនដងមួយទៅមុនរបស់ខ្មែរមួយទេអូបានហេរ៉ូ Vampire តោះទៀតយើងសាប់សមុនហេរ៉ូចំនួន3នាក់តោះទៀតជាមួយហើយបានហេរ៉ូគេខ្លះ
តទៅពីយើងសម្ងួនហើយរើសហេរ៉ូរួចយើងក៏ចូលលេងមកវគ្គទៀតម្ដងដែរឥឡូវយើងចូលមកដល់មេវគ្គបញ្ចប់ហើយមេហ្នឹងគឺជាមេស្ដេចចៅព្រៃមើលមកហើយអត់មានក្បិតមកដើមចាំប្លន់បេះដូងអ្នកមើលយើងវាយមេនឹងចោលហើយចាំហើយចេញទៅ lobby វិញហើយវីដេអូនេះគឺចប់តាមប៉ុណ្ណឹងហើយសម្រាប់เกมមួយហ្នឹងខ្ញុំក៏ចូលចិត្តដែរហើយខ្ញុំរ៉េតឲ្យ7 លើ 10ដូចគ្នាពួកឯងវាចូលចិត្តតែនៅតែមានចំណុចតែខ្ញុំអត់តន់ចូលចិត្តតែវាក៏តាមចាញ់ដែរសង្ឃឹមថាវានឹងមានការអាប់ដេតថ្មីទៅហើយបើអ្នកគ្នាចង់ចូលលេងអ្នកគ្នាអាចមើលឈ្មោះខ្ញុំបានដាក់ខាងលើនឹងបានហើយបើគ្នាចង់ឲ្យខ្ញុំលេងហ្គេមអីអាច comment ប្រាប់ខ្ញុំបានសម្រាប់វីដេអូក្រោយខ្ញុំនឹងលេងឲ្យគ្នាហើយសម្រាប់អ្នកគ្នាគិតថា
ខ្ញុំវត្តវីដេអូឆ្កងអីអ្នកវាកុំបកកានខ្ញុំពួកអីនេះជាការវត្តរបស់ខ្ញុំលើកដំបូងក៏មិនតជាហ៊ានចេះវត្តអីនិយាយអីគាត់បានច្រើននេះថាបានតែតិចតួចហ្នឹងបើជាវីដេអូតទៀតខ្ញុំអាចខ្ញុំផ្លាប់ដូរការនិយាយរបស់ខ្ញុំឲ្យបានល្អជាងមុនសុខភាពអ្នកគ្នាមិនប្រកាន់ហើយក៏ទុកចូលចិត្ត